ជសុនអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកមើលតម្លៃហាងឆេងមានទាំងអស់គ្នាអញ្ចឹងតម្លៃហាងឆេងមានការប្រែប្រួលខ្លាំងគឺដោយសារតែកត្តាព័ត៌មានមួយចំនួនគឺទី1ពាក់ព័ន្ធជាមួយនឹងប្រទេសអេរ៉ង់ហើយជាមួយនឹងអាមេរិកទី2ពាក់ព័ន្ធជាមួយនឹង FOMC meeting មានន័យដែលគេទិន្នន័យហ្នឹងគឺទិន្នន័យគេសង្ខេបដែលគេបង្ហោះនៅក្នុងwebsite Federal អីហ្នឹងណាដើម្បីឲ្យ trader អាចចូលទៅអានបានកាត់យកនៃពាក់ព័ន្ធជាមួយនឹង policy របស់គេពាក់ព័ន្ធជាមួយនឹង FOMC meeting កាលពីប្រហែលសប្តាហ៍មុនអញ្ចឹងបច្ចុប្បន្ននេះគឺតម្លៃហាងឆេងមាសគឺនៅតែបន្តចុះមកទេបើយើងមើលជាលក្ខណៈ technical analysis គឺវានៅតែ downtrend ឥឡូវ fundamental ក៏វានៅ downtrend ដែរឥឡូវខ្ញុំលើកយកមកនិយាយពាក់ព័ន្ធជាមួយនឹងសង្គ្រាមអាមេរិកជាមួយអេរ៉ង់មួយសិនសង្គ្រាមអាមេរិកជាមួយអេរ៉ង់អញ្ចឹងអ្នកទាំងគ្នាអាចចូលទៅកាន់ website ពាក់ព័ន្ធជាមួយនឹង economy trading ចុចលើពាក្យ goal មកទៅវានឹងអាចចូល summary ពាក់ព័ន្ធជាមួយនឹងព័ត៌មានបច្ចុប្បន្ននេះឲ្យអញ្ចឹងបច្ចុប្បន្ននេះគឺដោយសារតែមានកិច្ចចំនួនឡើងម្ដងទៀតនៅតំបន់មជ្ឈមបូព៌ាដែលវា affect ពាក់ព័ន្ធជាមួយនឹង supply energy ហ្នឹងមិនប្រេងអញ្ចឹងវាក៏ affect ជាមួយនឹងតម្លៃអតិផរណាផងដែរតម្លៃអតិផរណាដោយព័ត៌មាននេះគឺបានមកពីខាងកងទ័ពយោធារបស់សហរដ្ឋអាមេរិកដែលគាត់បាន confirm ពាក់ព័ន្ធជាមួយនឹងការវាយប្រហារទៅលើប្រទេសអេរ៉ង់ហើយកាលពីម្សិលមិញអញ្ចឹងបានថ្ងៃនេះគឺអាមេរិកធ្វើការវាយអេរ៉ង់ដូចជាប្រហែលជាចូល2ថ្ងៃជាប់គ្នាដែលវាប៉ះពាល់ទៅលើតំបន់ពាក់ព័ន្ធជាមួយនឹងមជ្ឈមបូព៌ាហើយនឹងតំបន់ផ្លូវទឹកហាមូសនឹងឯងពាក់ព័ន្ធជាមួយ inflation កើនឡើងលុយដុល្លារកើនឡើងមានចុះទី2ពាក់ព័ន្ធជាមួយនឹង FOMC meeting ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានកាលពីយប់មិញដោយព័ត៌មានកាលពីយប់មិញហ្នឹងគឺអ្នកទាំងគ្នាអាចចូលទៅមើលក្នុង Forex Factory នេះគេ alert ឲ្យនេះ FOMC meeting នេះណាបញ្ជាក់ម្ដងទៀត FOMC meeting មាននេះគឺជាការសង្ខេបទិន្នន័យឬក៏ព័ត៌មានដែលគេនិយាយពាក់ព័ន្ធជាមួយនឹង FOMC កាលពីប្រហែលសប្តាហ៍មុនអញ្ចឹងបើយើងមើលទៅលើការសង្ខេបនៅក្នុង Financial News នេះគឺគេសង្ខេបមកខ្លីៗខ្លឹមងាយស្រួលយល់ទី1ពាក់ព័ន្ធជាមួយនឹង inflation គឺវា affect ខ្លាំងពាក់ព័ន្ធជាមួយនឹងទីផ្សារការងារគឺយើងឃើញថាវាអត់សូវជាមានអី affect ទេ stable បានន័យថាវានៅក្នុង range មួយដែលគេអាចគ្រប់គ្រងបានគេពេញចិត្តប៉ុន្តែវានៅលក្ខណៈថា short term នេះបច្ចុប្បន្នភាពអីអញ្ចឹងគឺគេឆក់យកឱកាសនេះដែលលក្ខណៈថាទីផ្សារការងារនៅតែ stable ហ្នឹងដើម្បីរៀបចំផែនការមួយសម្រាប់ការភ្នាក់ងារឬក៏ក្រុមការងារពាក់ព័ន្ធជាមួយនឹង Fed គឺគេនឹងព្យាយាមធ្វើយ៉ាងម៉េចពាក់ព័ន្ធជាមួយនឹង dual mandate ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងទីផ្សារការងារនិង inflation ហ្នឹងធ្វើឲ្យម៉េចឲ្យវាទម្លាក់តម្លៃទំនិញចុះមកវិញអានេះគឺជាផែនការរបស់គេអ្វីដែល affect ជាមួយនឹងទីផ្សារហាងឆេងមាសមានការធ្លាក់ចុះខ្លាំងបន្ទាប់ពីការឡើងទៅវិញគេហៅពីពេលល្ងាចឡើងទៅលើវិញពេលយប់ត្រៀតនេះចុះមកខ្លាំងគឺដោយសារតែនេះព័ត៌មានមួយនេះនៅពេលឆាប់នេះពាក់ព័ន្ធជាមួយនឹង policy នឹងមានការផ្លាស់ប្ដូរឆាប់នេះឯងបើសិនជាមើលទៅការផ្លាស់ប្ដូរនេះគឺគេផ្ដោតនិយាយថាឲ្យបន្ទុកទៅលើការដំឡើងអត្រាការប្រាក់ជាងការកាត់អត្រាការប្រាក់អញ្ចឹងអ្នកទាំងគ្នាអាចពិចារណាក្នុងការលក់មាសមកវិញអញ្ចឹងជាលក្ខណៈថាបើយើងមើលទៅលើ long term technical analysis ក៏នៅតែបន្តជា downtrend ឡើយដែរពាក់ព័ន្ធជាមួយនឹង fundamental គឺយើងមានតែប៉ុណ្្នឹងទេគឺដោយសារតែ Fed បានចេញ warning ថានឹងមានការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹង policy របស់គេផ្សេងពីការរក្សាអត្រាការប្រាក់ទៅការដំឡើងអត្រាការប្រាក់នៅថ្ងៃខាងមុខប៉ុន្តែមិនដឹងខែណាទេបច្ចុប្បន្នគឺគេរក្សាអត្រាការប្រាក់នៅក្នុងខែ6ខែ7ខែ8គឺគេនៅតែរក្សាអត្រាការប្រាក់ប៉ុន្តែបែបចាប់ផ្ដើមចេញ warning ឲ្យហើយតែប្រហែលជាប្រហែលខែទៀតគឺយើងនឹងចាប់ផ្ដើមដំឡើងអត្រាការប្រាក់តែបាននិយាយថាដំឡើងទេណាគេគ្រាន់តែនិយាយថានឹងមានការផ្លាស់ប្ដូរផែនការពីការរក្សាអត្រាការប្រាក់អញ្ចឹងអ្នកទាំងគ្នាអាចឲ្យបន្ទុកខ្លួនឯងទៅលើការដំឡើងឬក៏ការអញ្ចឹងអូខេឥឡូវពាក់ព័ន្ធជាមួយនឹង fundamental គឺចប់ហើយគឺយើងមានតែប៉ុណ្្នឹងទេគឺ fundamental FA គឺ down សម្រាប់មាសគឺ down FA អញ្ចឹងយើងមើលទៅលើ technical analysis វិញអញ្ចឹងការភាគ analysis របស់យើងគឺមានតែប៉ុណ្ណេះសម្រាប់ថ្ងៃនេះគឺយើងរកចាំតម្លៃទាំងពីរហ្នឹងទៅបើសិនជាវាឡើងទៅដល់កន្លែង80 90ហ្នឹងយើងពិចារណាក្នុងការលក់វិញមកវិញម្ដងទៀតណាបើអត់ទេគឺយើងរងចាំឲ្យទីផ្សារហ្នឹងចង់មកដល់កន្លែងតំបន់40នេះធ្វើការ scalping ខ្លីតិចទៅចាំខ្ញុំតម្លាក់ចូលក្នុងchannel របស់យើងបើសិនជាខ្ញុំគិតថា signal កន្លែង setup កន្លែងនេះគឺល្អចាំខ្ញុំតម្លាក់ចូលក្នុងនឹងឲ្យតែបើសិនជាមើលទៅកម្លាំងទីផ្សារហ្នឹងនៅតែបន្តចុះមកទៀតយើងអាច cancel កន្លែង40នេះចោលបានរងចាំឲ្យវាចុះមកដល់ខាងក្រោមនេះចាំយើងពិចារណាក្នុងការទិញឡើងទៅលើវិញកាន់តែល្អកន្លែងនេះ90នេះ80អីហ្នឹងពិចារណាក្នុងការទិញឡើងទៅលើវិញដែរ
សារ sideways នេះសារថ្ងៃនេះដឹងតែ sideways នៅជ្រុងចំនឹងហ្នឹងឯងចឹងវាអត់មានអីអត់មាន set up ណាល្អសម្រាប់ចូលក្នុងទីផ្សារទេសម្រាប់ថ្ងៃនេះហើយជាយើង skip មួយថ្ងៃទៀតហើយអញ្ចឹងអរគុណអ្នកទាំងគ្នាដែលបានតាមដានពាក់ព័ន្ធជាមួយនឹងការវិភាគរបស់យើងសម្រាប់ថ្ងៃនេះចឹងជូនពរអ្នកទាំងគ្នាចំណេញបានច្រើនហេងហេងអូខេបាយបាយ